តោះបងប្អូនថ្ងៃដែលបាត់គឺខ្ញុំមានវីដេអូថ្មីមួយទៀតហើយបងប្អូនថ្ងៃដែលបាត់គឺខ្ញុំនឹងបកស្រាយបងប្អូនពីការលេង comment ហើយដើម្បីបានជាបងប្អូនយើងដែលចង់រលួយជាមួយ Facebook ឬក៏អ្នកលេង MMO តែងតែចូល comment គ្នាបាទបងប្អូនមូលហេតុដែលបងប្អូនយើងពិចារណាដែលចង់ឲ្យគេចូល comment like share ហ្នឹងបងប្អូនគឺដោយសារតែការលេងដូច្នេះគឺវាធ្វើឲ្យវីដេអូរបស់យើងបាទគឺវាទទួលបាន view ច្រើនហ្នឹងគេចាប់ស្គាល់ page របស់យើងផងដែរបងប្អូនបាទដោយបងប្អូនបានដឹងហើយបច្ចុប្បន្នគឺចំពោះបងប្អូនដែលគាត់លេង MMO បាទគាត់តែងតែសរសេរវាថាចូលលេងផ្ទះខ្ញុំចូលលេងអីហ្នឹងបាទគឺមានន័យថាគាត់ចូលឲ្យយើងចូលទៅលេង like comment share ក្នុងវីដេអូរបស់គាត់បងប្អូនថាបើសិនយើងនិយាយពាក្យថាចូលមក like ចូលមក comment ចូលមក share ក្នុងវីដេអូរបស់គាត់គឺ Facebook វាចាប់បងប្អូនដូច្នេះបានជាបងប្អូនយើងដៃថ្មីដៃចាស់ទេបងប្អូនភាគច្រើនគឺគេប្រើពាក្យថាចូលលេងផ្ទះដើម្បីឲ្យជៀសវាង Facebook ចាប់បងប្អូនដូចខ្ញុំបាននិយាយមុនវីដេអូអញ្ចឹងបើសិនជាយើងនិយាយថាបងប្អូនចូលមក like ចូលមក share ចូលមក comment ក្នុងវីដេអូរបស់ខ្ញុំគឺ Facebook វាចាប់បានដូច្នេះវាធ្វើឲ្យវីដេអូរបស់យើង spam ហើយនឹងវាអាចមានបញ្ហាដល់ page របស់យើងផងដែរបាទតោះឥឡូវខ្ញុំនិយាយពីអត្ថប្រយោជន៍នៃការលេង comment ផងដែរបាទគឺការលេង comment គឺវាមានប្រយោជន៍មែនទេបងប្អូនថាបងប្អូនដែលចាស់ឬដៃថ្មីទេតែពេលដែលបងប្អូនចេះលេង comment ឲ្យត្រូវតាមគោលការណ៍របស់វាបាទគឺចូល comment ឲ្យត្រូវតាមគោលការណ៍បងប្អូនសិនបងប្អូនលេងហួសពីគោលការណ៍ក៏មានផលប៉ះពាល់ដែរបងប្អូនដូច្នេះគឺបងប្អូនដើម្បីចូល comment មិនថាវីដេអូខ្ញុំឬក៏វីដេអូអ្នកដទៃទេដើម្បីគេចូលមកចង់ឲ្យគេចូលមកមើលទៅលើ page របស់យើងគឺបងប្អូនត្រូវតែ comment ឲ្យត្រូវទៅតាមប្រភេទវីដេអូរបស់គេបងប្អូនតែបងប្អូនគេធ្វើវីដេអូនិយាយថាធ្វើមហូបធ្វើអីបងប្អូនអាចនិយាយថាឧទាហរណ៍បងប្អូន comment ថាបងសុំហូបបន្តិចសម្លនេះពិតជាឆ្ងាញ់សម្លនេះខ្ញុំមិនបានស្គាល់ទេបងប្អូននេះជាឧទាហរណ៍ទេបងប្អូនបើសិនជាបងប្អូនចង់អត់ចង់និយាយអត់ចង់ comment ជាអក្សរទេបងប្អូនចង់ដាក់ sticker ក៏វាជា sticker ក៏បានដែរប៉ុន្តែបងប្អូនត្រូវតែដូរបងប្អូនហើយបងប្អូនមិនអាច comment ជា sticker ដដែលញឹកញាប់ទេបងប្អូនយល់ថាយើងដាក់កុំមកដូចថាបងប្អូនចូលក្នុងវីដេអូគេហើយឬវីដេអូផ្សេងយើង comment ដាក់ sticker បងប្អូន sticker ដដែលដូច្នេះ Facebook វាចាប់ថាយើងជា bot យើងជា robot យើងមិនជាមនុស្សទេមានន័យថាយើងអត់មានសកម្មភាពពិតប្រាកដដូច្នេះ Facebook វានឹងចាប់ទៅលើ comment របស់យើងផងដែរដូច្នេះក៏វាមានផលពិបាកគឺបាទគឺ page របស់យើងអាចជាការពមៀនផ្សេងផងដែរបាទតោះថ្ងៃនេះគឺខ្ញុំនឹងនិយាយលំអិតអំពីថាតើការលេង comment វាមានអត្ថប្រយោជន៍3ខ្លះបងប្អូនបាទគឺទី1គឺបាទយើងអាចស្គាល់គ្នាទី1ដូចជាបងប្អូនឃើញវីដេអូរបស់ខ្ញុំទេបងប្អូនចូលមក comment នៅក្រៅវីដេអូរបស់ខ្ញុំដូច្នេះពេលខ្ញុំឃើញវីដេអូរបស់បងប្អូនដល់ពេលខ្ញុំឃើញវីដេអូឃើញ comment បងប្អូនខ្ញុំចូលទៅតបហើយខ្ញុំទៅឆែកទៅលើ profile របស់បងប្អូនដូច្នេះបើសិនជាបងប្អូនជាអ្នកលេង MMO ដូច្នេះបងប្អូនជាអ្នកផលិតមាតិកា original ហើយខ្ញុំចូលទៅគិតថាវីដេអូរបស់បងប្អូនយើងមើលទៅ page បងប្អូនជា page រលុយជា page original ផលិតវីដេអូផ្ទាល់ខ្លួនគឺខ្ញុំនឹងចូលទៅតបបងប្អូនគឺយើងចូលតប comment យើងឬគឺយើងអាចជា follow បើសិនជា page របស់បងប្អូននេះវារៀបចំបានល្អបងប្អូនមើលទៅ page របស់បងប្អូនជា page ផលិតវីដេអូ original មិនលួចពីគេបងប្អូនផ្ដល់ជាចំណេះដឹងឬក៏បងប្អូនធ្វើជាវីដេអូកំសាន្តផ្សេងៗខ្ញុំមើលទៅវាទាញចំណាប់អារម្មណ៍របស់ខ្ញុំនឹង follow page បងប្អូនដូច្នេះគឺបងប្អូនទទួលបានផលចំណេញផងដែរហើយទី2បាទគឺវីដេអូរបស់យើងគឺបាន view វាបាន view ដូចម្ដេចបងប្អូនពេលដាដូចខ្ញុំនិយាយពីមុខនឹងឯងពេលដែលខ្ញុំចូលទៅលើ page បងប្អូនខ្ញុំនឹងអូសមើលបងប្អូនអូសមើលលើវីដេអូបងប្អូនមើលទៅវីដេអូ1 2 3 4 5ខ្ញុំមើលទៅវីដេអូបងប្អូនអូល្អហើយចេះតែមើលអូរហូតទៅចេះតែ like comment ទៅបាទមានន័យថាវីដេអូរបស់បងប្អូនវាកាន់តែ rich ដូច្នេះវីដេអូបងប្អូនគឺក្រុមហ៊ុន Facebook វានឹងរុញឲ្យមាន view កាន់តែច្រើនហើយបាទគឺការលេង comment មួយទៀតបងប្អូនគឺអត្ថប្រយោជន៍ខ្លាំងមែនទេបងប្អូនដែល Facebook វាចង់បានតែម្ដងបងប្អូនគឺការលេង comment ថាបងប្អូនលេងមួយខ្ញុំឬខ្ញុំលេងបងប្អូនទេមានន័យថា Facebook វាគិតថា page របស់យើងគឺវា active មានន័យថាវាជាមនុស្ស audience ពិតប្រាកដបាទទី1យើងគិតថាអូលេង comment ទៅមកនេះគឺជាមនុស្សមិនមែនជា robot អ្នកលេងទេបាទហើយទី2គឺការលេង comment បើសិនជាវីដេអូរបស់បងប្អូនឬក៏វីដេអូខ្ញុំមានអ្នក comment ច្រើនលេងសើចច្រើនមានន័យថាវីដេអូយើងល្អមានគុណភាពមានអ្នកចូលចិត្តដូច្នេះវាគិតថាវីដេអូរបស់ខ្ញុំឬបងប្អូនមើលវីដេអូរបស់ខ្ញុំនេះវាមានអត្ថប្រយោជន៍ទៅបងប្អូនដូច្នេះបងប្អូន comment លេងទៅ comment លេងតបទៅតបមកហើយវានឹងរុញវីដេអូរបស់យើងឲ្យមនុស្សមើលច្រើនដូច្នេះគឺវាបានផលចំណេញទៅលើ Facebook បងប្អូន Facebook ក៏ចំណេញយើងក៏ចំណេញដូចគ្នាបាទគឺ Facebook វាចំណេញត្រង់ណាគឺមានន័យថាដូចថាខ្ញុំជាអ្នកផលិតវីដេអូជា creator ដូច្នេះគឺបងប្អូនមើលវីដេអូខ្ញុំច្រើន like comment ច្រើនចេះមានន័យថាខ្ញុំគឺទាញឲ្យបងប្អូនចូលមកលេងទៅលើ social media របស់គេគឺ Facebook បងប្អូនគឺបងប្អូនឥឡូវវាយល់មកទៀតបើសិនជាវីដេអូរបស់ខ្ញុំមាន view ច្រើនមាន like comment ច្រើនមានន័យថាខ្ញុំនេះមានសមត្ថភាពទាញមនុស្សឲ្យមកចូលលេងនៅលើ platform Facebook របស់គេដូច្នេះគឺគេចូលចិត្តយើងគេនឹងរុញវីដេអូយើងឲ្យច្រើនបងប្អូនគេរុញវីដេអូវាចូលចិត្តវីដេអូរបស់យើងបាទមានន័យថាយើងជួយទៅលើបណ្ដាញ platform Facebook ដែរហើយចំណេញមួយទៀតបាទបងប្អូនគឺបើសិនជាយើងជាអ្នកផលិតមាតិកាបើសិនយើងរកលុយបានជាមួយនឹង Facebook គឺយើងបានលុយពី Facebook នេះគឺផលចំណេញមកលើយើងវិញហើយទី2បើយើងបានលុយទេដូចខ្ញុំជាអ្នកលក់ផលិតផល online អញ្ចឹងដូចថាខ្ញុំលក់ផលិតផល online ចេះបងប្អូនគឺយើងមានបងប្អូនស្គាល់បាទបងប្អូនបើសិនជាខ្ញុំអត់ផុសទៅលើ social media ទេខ្ញុំលក់ត្រឹមតែមួយ page ខ្ញុំនឹងតូបហ្នឹងគឺមានតែអ្នកស្រុកនៅតំបន់ទេដែលអាចស្គាល់ខ្ញុំ
តែបងប្អូនមើលវីដេអូរបស់ខ្ញុំហើយបងប្អូនគឺថាវីដេអូខ្ញុំល្អបងប្អូនជាចូលមកលេង like share ច្រើនដូច្នេះគឺបណ្ដាញសង្គមវាទៅច្រើនគឺបងប្អូនស្គាល់ខ្ញុំច្រើនគឺមិនមែនស្គាល់ក្នុងតំបន់ស្រុកខ្ញុំទេទៅដល់ស្រុកខ្មែរគ្រប់24ខេត្តក្រុងគឺទូទាំងពិភពលោកអាមេរិកកាណាដាយទៅបងប្អូនមាន friend កាន់តែច្រើនគឺវីដេអូរបស់យើងកាន់តែរីកទៅច្រើនដូច្នេះគឺវាចំណេញបងមិនវាចំណេញច្រើនទេបងប្អូនគឺយើងមិនបាច់ជួលមកនេះទៅផ្សព្វផ្សាយទេបងប្អូនគឺ Facebook ហ្នឹងហើយជាផ្សព្វផ្សាយផលិតផលរបស់យើងដូច្នេះយើងទទួលផលចំណេញដែរបាទគឺមិនថាបងប្អូនជាអ្នក creator ជាអ្នកលក់អនឡាញចង់រកលុយជាមួយ Facebook ឬក៏បងប្អូនអ្នកខ្លះអត់រកលុយទេបាទគឺគាត់ចាយលុយទៅលើ Facebook វិញបងប្អូនតើគាត់ចាយលុយទៅចាយដូចម៉េចបងប្អូនព្រោះអ្នកខ្លះជាអ្នកលក់អនឡាញអ្នកខ្លះគេផលិតជាមាតិកាដូចខ្ញុំដែរប៉ុន្តែគេអត់រកលុយពី Facebook ទេគឺគេចាយលុយទៅលើ Facebook ដើម្បីគេប៊ូសដើម្បីលក់អីវ៉ាន់គេអានោះជាវិធីសាស្ត្រផ្សេងបងប្អូនគឺបងប្អូនគាត់តែចាស់គាត់យល់ហើយប៉ុន្តែបងប្អូនតែថ្មីប្រហែលជាអត់យល់ទេបងប្អូនបាទតោះថ្ងៃវីដេអូក៏មានតែប៉ុណ្ណឹងដែរបើសិនបងប្អូនទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនជាបងប្អូនមានចម្ងល់ត្រង់ណាបងប្អូនអាចខមមិនសួរខាងក្រោមផងដែរបាទ